មិនថាជីវិតមានអារម្មណ៍គិតថាងងឹតយ៉ាងណាទេតែវាមានពន្លឺតូចមួយជានិច្ចហើយពន្លឺតូចមួយនោះគឺជាក្តីសង្ឃឹមក្តីសង្ឃឹមនេះខ្សឹបប្រាប់យើងថាថ្ងៃស្អែកអ្នកនឹងបានល្អប្រសើរជាងនេះវាផ្ដល់កម្លាំងចិត្តឲ្យអ្នកនៅពេលដែលអ្វីៗហាក់បាត់បង់អស់ទៅសូម្បីតែនៅពេលអ្នកបរាជ័យឬក៏ដួលក៏ដោយក្តីសង្ឃឹមនឹងជួយអ្នកឲ្យក្រោកឡើងវិញជាថ្មីម្ដងទៀតវារំលឹកអ្នកថារាល់ព្យុះសង្ឃរានីមួយៗដែលបានបញ្ចប់ទៅវានឹងមានលទ្ធភាពក្នុងការចាប់ផ្ដើមជាថ្មីម្ដងទៀតក្តីសង្ឃឹមមិនអាចលុបបំបាត់ការឈឺចាប់បានក៏ពិតមែនប៉ុន្តែវាផ្ដល់ឲ្យមកវិញនូវអត្ថន័យរបស់វាសូមរក្សាក្តីសង្ឃឹមនៅក្នុងចិត្តរបស់អ្នកឲ្យដូចជាទៀនដែលមិនចេះរលត់នៅពេលអ្នកប្រកាន់យកបានសេចក្តីសង្ឃឹមអ្នកនឹងប្រកាន់យកបាននូវភាពក្លាហានដរាបណាសេចក្តីសង្ឃឹមរស់នៅក្នុងចិត្តគំនិតរបស់អ្នកនឹងពិតជាមិនខាតបង់ឡើយ